ថ្ងៃនេះចៅម៉ែមកឲ្យអ្នកនរគ្នាចេះសង្កេតផ្ទះរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងមានការចាយច្រើនមែនទែនបានពីក្អែកចៃតែវ៉ៅរោមិនសល់ជាតែនាំគ្នាឈឺមកពីរឿងមួយនៅក្នុងផ្ទះរបស់យើងគឺទីមួយអំពូលភ្លើងយើងបែកអំពូលភ្លើងយើងដាច់ជួសជុលឲ្យនៅតែដាច់ជួសជុលឲ្យនៅតែដាច់តមកទៀតក៏ផ្ទះយើងដបូលធ្លុះធ្លាយហូរទឹកនៅពេលដែលមេឃភ្លៀងមកតមកទៀតពីដានរបស់យើងខ្មៅបែកប្រេះស្រាំអស់លីងហើយឡើងលាក់ថេពេញអស់លីងហើយអានហ្នឹងហើយធ្វើឲ្យអ្នកនៅក្នុងផ្ទះហ្នឹងមានឈឺហើយធ្វើឲ្យអ្នកនៅក្នុងផ្ទះហ្នឹងមានការចំណាយច្រើនមែនទែនលុយអត់ចូលទេគិតតែចាយអញ្ចឹងវិធីការកែគឺអ្នកនរគ្នាទៅជួសជុលសម្អាតផ្ទះយើងឲ្យស្អាតអំពូលភ្លើងណាដាច់នាឡិកាណាមិនដើរដាក់ថ្មវាឲ្យដើរគឺរៀបចំវាឲ្យរៀបរយណាហើយអ្នកនរគ្នាចុចលើ link អ្នកនរគ្នានឹងបានទៅតាមដាននៅក្នុង page ធំតែម្ដងពលមានលំអិតទាំងអស់មានទាំងអស់តែម្ដងចាថ្ងៃនេះចៅម៉ែមកឲ្យអ្នកនរគ្នាចេះសង្កេតផ្ទះរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងមានការចាយច្រើនមែនទែនបានពីក្អែកចៃតែវ៉ៅរោមិនសល់ជាតែនាំគ្នាឈឺមកពីរឿងមួយនៅក្នុងផ្ទះរបស់យើងគឺទីមួយអំពូលភ្លើងយើងបែកអំពូលភ្លើងយើងដាច់ជួសជុលឲ្យនៅតែដាច់ជួសជុលឲ្យនៅតែដាច់តមកទៀតក៏ផ្ទះយើងដបូលធ្លុះធ្លាយហូរទឹកនៅពេលដែលមេឃភ្លៀងមកតមកទៀតពីដានរបស់យើងខ្មៅបែកប្រេះស្រាំអស់លីងហើយឡើងលាក់ថេពេញអស់លីងហើយអានហ្នឹងហើយធ្វើឲ្យអ្នកនៅក្នុងផ្ទះហ្នឹងមានឈឺហើយធ្វើឲ្យអ្នកនៅក្នុងផ្ទះហ្នឹងមានការចំណាយច្រើនមែនទែនលុយអត់ចូលទេគិតតែចាយអញ្ចឹងវិធីការកែគឺអ្នកនរគ្នាទៅជួសជុលសម្អាតផ្ទះយើងឲ្យស្អាតអំពូលភ្លើងណាដាច់នាឡិកាណាមិនដើរដាក់ថ្មវាឲ្យដើរគឺរៀបចំវាឲ្យរៀបរយណាហើយអ្នកនរគ្នាចុចលើ link អ្នកនរគ្នានឹងបានទៅតាមដាននៅក្នុង page ធំតែម្ដងពលមានលំអិតទាំងអស់មានទាំងអស់តែម្ដងចា